ថ្នាំធម្មជាតិពីរប្រភេទដែលជួយឲ្យមនុស្សយើងសុខភាពល្អរាងកាយរឹងមាំហើយអាយុវែងហើយបងប្អូនចង់ដឹងថាតើថ្នាំពីរប្រភេទនេះជាអ្វីខ្លះកុំរំលងវីដេអូមួយនេះស្ដាប់ដល់ចប់ទាំងអស់គ្នាបើបងប្អូនជាមួយនឹងទី1គឺការដែលបងប្អូននឹងសើចឲ្យបានច្រើនការដែលមនុស្សយើងកំពុងតែមានបញ្ហា stress toxic ច្រើនហ្នឹងថ្នាំដែលល្អបំផុតគឺការសើចគឺការផ្ដោតស្នាមញញឹមឲ្យខ្លួនឯងជាយាមទៅធ្វើអីក៏ដោយជាយាមធ្វើរឿងអីក៏ដោយធ្វើមិនឲ្យបងប្អូននឹងឲ្យបានសើចបានសប្បាយច្រើនព្រោះតែកាលណាបងប្អូនសើចបងប្អូនសប្បាយច្រើនអរម៉ូន stress ក៏វាទៅម្ដងតិចក៏វាអត់សូវបាននៅជាមួយនឹងបងប្អូនបានយូរដែរអញ្ចឹងជាយាមធ្វើមិនឲ្យខ្លួនឯងនឹងសើចបានច្រើនជារៀងរាល់ថ្ងៃថ្នាំទី2ដែលធម្មជាតិហើយអត់អស់លុយដូចគ្នាគឺការបញ្ចេញធម៌ពលបញ្ចេញកម្លាំងដើម្បីកាត់ខ្លាញ់តើតើនឹងរាងកាយរបស់មនុស្សយើងតែកាលណាយើងធ្វើសកម្មភាពច្រើនជាងនៅមួយកន្លែងពាក់ព័ន្ធជាមួយនឹងខ្លាញ់រាងកាយយើងក៏អត់សូវមានដែរបងប្អូននឹងហើយនៅក្នុងសម័យនេះគឺបញ្ហាប្រឈមខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងមនុស្សដែលមានបញ្ហាលើសខ្លាញ់ច្រើនដែលធ្វើឲ្យមនុស្សយើងមានបញ្ហាសម្ពាធឈាមមានបញ្ហាខ្លាញ់រោមបេះដូងអាចនឹងកាំងបេះដូងហើយបងប្អូននឹងហើយនៅក្នុងយុគសម័យនេះគេហៅថាយុគ9ហ្នឹងបងប្អូនដែលចូលចិត្តស្ដាប់ខាងអ្នកគ្រូណាលីគឺគាត់បានមានប្រសាសន៍ហើយបងប្អូនត្រូវប្រុងប្រយ័ត្នប្រយែងពាក់ព័ន្ធជាមួយនឹងសុខភាពជាពិសេសគឺបញ្ហាកាំងបេះដូងក៏ដូចជាបញ្ហារំរងនោមដូច្នេះហើយបើសិនជាបងប្អូនកំពុងតែមើលវីដេអូនេះដឹងថាខ្លួនឯងកំពុងតែមានបញ្ហាលើសខ្លាញ់ច្រើនកំពុងតែមានបញ្ហាប្រឈមជាមួយនឹងសម្ពាធឈាមការបញ្ចេញកម្លាំងការបញ្ចេញធម៌ពលគឺជាជំរើសមួយដែលល្អខ្លាំងមែនទែនជាពិសេសគឺសកម្មភាពនៅក្នុងការហាត់ប្រាណបងប្អូនដែលស្រឡាញ់ចូលចិត្តវីដេអូមួយហ្នឹងកុំភ្លេចយក share ចែករំលែកវីដេអូហ្នឹងម្នាក់មួយផង